4ចំណាយដ៏ត្រឹមត្រូវទាំង10ការគ្រប់គ្រងហិរញ្ញវត្ថុនិងការចំណាយឲ្យបានត្រឹមត្រូវគឺជាគ្រឹះដ៏សំខាន់បំផុតដើម្បីឈានទៅរកភាពមានបាននិងស្ថិរភាពក្នុងជីវិតខាងក្រោមនេះគឺជាក្បួនចំណាយដ៏ត្រឹមត្រូវទាំង10ដែលអ្នកអាចយកទៅអនុវត្តបាន 1. ច្បាប់មាសសន្សំចាយក្រោយសន្សំមុនចាយក្រោយមនុស្សភាគច្រើនចាយវាយសល់ទើបសន្សំប៉ុន្តែអ្នកមានគឺបែងចែកប្រាក់សន្សំភ្លាមនៅពេលដែលទទួលបានចំណូលរួចទើបយកប្រាក់ដែលនៅសល់ទៅប្រើប្រាស់ការធ្វើបែបនេះជួយការពារកុំឲ្យយើងចាយវាយតាមចិត្តចង់ 2. ប្រើប្រាស់រូបមន្តបែងចែកជាកញ្ចប់ថវិកាឧទាហរណ៍រូបមន្ត50 30 20ចូលលៃលកប្រាក់ចំណូលរបស់អ្នកទៅតាមកញ្ចប់ច្បាស់លាស់ 50% សម្រាប់តម្រូវការចាំបាច់ផ្ទះទឹកភ្លើងអាហារថ្លៃធ្វើដំណើរ 30% សម្រាប់ចំណង់ចំណូលចិត្តការកម្សាន្តដើរលេងញ៉ាំអីខាងក្រៅ 20% សម្រាប់សន្សំវិនិយោគឬសងបំណុល 3. បែងចែកឲ្យដាច់រវាងតម្រូវការនិងការចង់បានមុននឹងទិញរបស់អ្វីមួយចូលខិតខំសួរខ្លួនឯងថាតើរបស់នោះជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបានឬគ្រាន់តែចង់បានមួយពេលបើគ្រាន់តែចង់បានគួរពន្យាពេលទិញសិន 4. ក្បួនពន្យាលពេល48ម៉ោងឬ2ថ្ងៃនៅពេលដែលអ្នកឃើញរបស់ដែលអ្នកចង់បានខ្លាំងហើយមិនមែនជារបស់ដែលចាំបាច់ចូលកុំទាន់ទិញភ្លាមទុកពេលឲ្យខ្លួនឯង48ម៉ោងឬ1សប្តាហ៍សិនក្រោយពេលអារម្មណ៍ឆេវឆាវកន្លងហួសទៅអ្នកអាចនឹងដឹងខ្លួនឯងថាមិនបានត្រូវការវានោះទេ 5. កត់ត្រារាល់ការចំណាយប្រចាំថ្ងៃការកត់ត្រាបើទោះបីជាបន្តិចបន្តួចក្តីវាជួយឲ្យអ្នកដឹងច្បាស់ថាប្រាក់របស់អ្នកហូរទៅទីកន្លែងណាខ្លះវានឹងបង្ហាញឲ្យឃើញនៅរន្ធធ្លាយនៃហិរញ្ញវត្ថុតូចដូចជាការចំណាយលើកាហ្វេជារៀងរាល់ថ្ងៃឬរបស់របរដទៃទៀតដែលអាចកាត់បន្ថយបាន 6. ជៀសវាងការបង្កើតបំណុលអាក្រក់បំណុលមានពីរប្រភេទបំណុលល្អគឺជាបំណុលដែលបង្កើតចំណូលដូចជាខ្ចីបំណុលគេដើម្បីមកពង្រីកអាជីវកម្មឬវិនិយោគបំណុលអាក្រក់គឺជាបំណុលដែលលុយហូរចេញបំណុលអាក្រក់គឺជាបំណុលដែលលុយហូរចេញដូចជាការរំលោះសម្ភារៈនិយមទូរស័ព្ទទំនើបឬក៏ការប្រើប្រាស់កាតឥណទានហួសកម្រិត 7. កុំចំណាយដើម្បីតែអួតអ្នកដទៃការរស់នៅតាមកម្រិតជីវភាពពិតប្រាកដរបស់ខ្លួនឯងនាំមកនូវសេចក្តីសុខផ្លូវចិត្តនិងហិរញ្ញវត្ថុកុំព្យាយាមចំណាយលុយដែលអ្នកមិនទាន់មានទៅទិញរបស់ដែលអ្នកមិនត្រូវការដើម្បីធ្វើឲ្យមនុស្សដែលអ្នកមិនចូលចិត្តមកចាប់អារម្មណ៍អ្នក 8. ត្រៀមកញ្ចប់លុយបម្រុងអាសន្នដែលហៅថា emergency fund ជីវិតតែងមានបញ្ហាដូចជាជំងឺឡានខូចឬប្រែប្រួលអាជីវកម្មចូលមានកញ្ចប់លុយបម្រុងដែលអាចចិញ្ចឹមខ្លួនឯងនិងគ្រួសារបានយ៉ាងហោចណាស់3ទៅ6ខែដោយមិនបាច់ខ្ចីបុលគេនៅពេលដែលមានរឿងមិនទាន់ 9. គិតពីតម្លៃពិតប្រាកដជាម៉ោងធ្វើការមុននឹងទិញរបស់ដែលមានតម្លៃចូលគណនាតើអ្នកធ្វើការប៉ុន្មានម៉ោងប៉ុន្មានថ្ងៃទើបរកលុយបានប៉ុណ្ណោះការប្រៀបធៀបបែបនេះនឹងធ្វើឲ្យអ្នកស្ទាក់ស្ទើរនៅក្នុងការចំណាយលើរបស់ដែលមិនមានប្រយោជន៍ 10. វិនិយោគលើចំណេះដឹងនិងសុខភាពជាមុនការចំណាយដ៏ត្រឹមត្រូវបំផុតគឺជាការចំណាយលើការអភិវឌ្ឍខ្លួនទិញសៀវភៅអានចូលវគ្គសិក្សាឬក៏បណ្ដុះបណ្ដាលជំនាញខ្លួនឯងបន្ថែមនិងថែទាំសុខភាពពីព្រោះថាកាលណាបើអ្នកមានសមត្ថភាពខ្ពស់និងមានសុខភាពល្អអ្នកនឹងអាចបង្កើតចំណូលបានកាន់តែច្រើន
នឹងអាចកាត់បន្ថយការចំណាយទៅលើការព្យាបាលជំងឺទៅថ្ងៃមុខចំណាំការសន្សំសំចៃមិនមែនមានន័យថារស់នៅទាំងលំបាកវេទនានោះទេប៉ុន្តែវាគឺជាការប្រើប្រាស់លុយដោយមានវិន័យនិងគោលដៅដើម្បីសេរីភាពហិរញ្ញវត្ថុទៅថ្ងៃអនាគត